ពកអាត្មានិយមនៅលើវេហាខ្ពស់សន្លឹមដែលមានខ្យល់បក់ព្រះអាទិត្យចែងចាំងនិងពពកសក្បុសមានពពកមួយដែលតែងមានចិត្តអាត្មានិយមពពកនេះមានឈ្មោះថាខ្លៃមិនដូចពពកដទៃទៀតដែលហោះរសាត់បញ្ចេញដោយស្នាមញញឹមនោះទេខ្លៃវិញតែមានភាពអាត្មានិយមមិនស្រស់បោះនិងមិនទម្លាក់ទឹកភ្លៀងរបស់ខ្លួនឡើយគាត់ពោលថាហេតុអ្វីខ្ញុំត្រូវចែករំលែកទឹកភ្លៀងរបស់ខ្ញុំឲ្យគេខ្ញុំប្រឹងទាំងលំបាកដើម្បីសន្សំទឹកភ្លៀងទាំងនេះនៅថ្ងៃមួយពេលដែលខ្លាយហោះកាត់ភូមិតូចមួយគាត់បានមើលចុះក្រោមដីមានសភាពស្ងួតហែងទាំងបឹងរីងហួតហើយរុក្ខជាតិនិងផ្កាប្រែស្រពោនក្រៀមស្វិតក្មេងស្រីតូចម្នាក់នៅក្នុងភូមិបានសម្លឹងមើលពពកឲ្យដកដង្ហើមធំដោយនិយាយថាសូមពពកជួយផ្ដល់ភ្លៀងមួយមេមករុក្ខជាតិទាំងឡាយស្រេកទឹកខ្លាំងណាស់ខ្លាយបានលឺហើយនិយាយថាហេតុអ្វីខ្ញុំត្រូវផ្ដល់ភ្លៀងឲ្យអ្នកវាជារបស់ខ្ញុំទេបន្តិចក្រោយមកមានខ្យល់មួយបក់រសៀកកាត់មុខពពកខ្យល់នេះមានឈ្មោះថាវីឡូនិយាយទៅកាន់ខ្លាយថាខ្លាយឯងឃើញកសិករទាំងនោះទេពួកគេត្រូវការទឹកភ្លៀងរបស់ឯងដើម្បីស្រោចស្រពដំណាំហើយមើលរុក្ខជាតិទាំងនោះចុះពួកវាបានក្រៀមស្រពោនជិតស្លាប់អស់ហើយដោយសារគ្មានទឹកខ្លាយតបដោយរអ៊ូថាបើខ្ញុំឲ្យគេខ្ញុំមានទឹកភ្លៀងឯណាទៀតទៅវីឡូសាច់ហាតបថាពពកមិនចេះអស់ទឹកភ្លៀងទេទឹកសមុទ្រនឹងចូលមកបំពេញជាថ្មីនៅពេលឯងប្រើទឹកភ្លៀងរបស់ឯងរួចឯងសាកបងមើលទៅខ្លាយស្ទាក់ស្ទើរប៉ុន្តែក៏ទម្លាក់ទឹកភ្លៀងបន្តិចម្ដងរហូតបានជោគជាំដីអ្នកភូមិមានក្តីត្រេកអរដោយនាំគ្នាស្រែកថាមេឃភ្លៀងហើយរុក្ខជាតិនិងផ្កាប្រែជាស្រស់បំព្រងទឹកក៏ចាប់ផ្ដើមហូរនៅក្នុងទន្លេហើយក្មេងៗបានចេញមករត់លេងក្រោមភ្លៀងយ៉ាងសប្បាយរីករាយបន្ទាប់មកមានអ្វីដែលពិសេសមួយដែលធ្វើឲ្យខ្លាយភ្ញាក់ផ្អើលផងដែរនៅពេលខ្លាយហៀបនឹងឈប់ទម្លាក់ភ្លៀងក៏មានឥន្ទនូដ៏ស្រស់ស្អាតចម្រុះពណ៌លាតសន្ធឹងលើផ្ទៃមេឃខ្លាយសួរទៅវីឡូថាតើឥន្ទនូនេះកើតចេញមកពីទឹកភ្លៀងមែនទេវីឡូបានងក់ក្បាលត្រូវហើយនៅពេលឯងចេះចែករំលែកឯងនាំមកជាមួយនៅក្តីរីករាយហើយក្តីរីករាយនេះនាំមកជាមួយនៅឥន្ទនូដ៏ស្រស់ស្អាតបែបនេះចាប់ពីថ្ងៃនោះមកខ្លាយក៏លែងមានចិត្តអាត្មានិយមទៀតគាត់ចូលចិត្តចែករំលែកទឹកភ្លៀងរបស់ខ្លួនដោយបានដឹងថាការចែករំលែកប្រែភាពស្រពោនទៅជាសេចក្តីស្រស់ស្រាយនិងសុភមង្គលហើយជួនកាលនាំមកនូវភាពស្រស់ស្អាតប្រៀបដូចជាឥន្ទនូអីចឹងដែរគំនិតអប់រំក្នុងរឿងការចេះចែករំលែកផ្ដល់នូវសេចក្តីរីករាយដោយខ្លាយដែរនៅពេលយើងចែករំលែកអ្វីមួយដល់អ្នកដទៃយើងបានធ្វើឲ្យពិភពលោកកាន់តែមានភាពស្រស់ស្អាតនិងសុភមង្គល